មានអត្តពលមួយលើកឡើងថាឃើញដំរីជុះប្រាំងជុះតាមដំរីអ្នកក្រមិនប្រាំងអាស៊ីតាមដំរីបែជាប្រាំងជុះតាមដំរីឃើញគេចាយលុយធំធំខំចាយធំធំដូចគេដែរឃើញគេទិញសម្ភារៈខ្លះខំទិញអត់ថ្លៃតាមគេដែរឃើញគេតុបតែងខ្លួនឆាតឆាយខំប្រាំងចំណាយលុយតុបតែងខ្លួនឆាតឆាយតាមគេដែរឃើញគេសម្រាប់លំហែចុងសប្តាហ៍ខ្លួនមិនខំធ្វើការបែជាដើរលេងលំហែតាមគេដែរឃើញគេស៊ីចាយសប្បាយចូលហាងខំប្រព្រឹត្តដូចគេដែរឃើញគេដេញសេរីខំដេញសេរីដូចគេដែរឃើញគេដេកយូរខំទទួលភួយចំតិតដូចគេដែរសួរថាមានលុយដូចគេហើយឬនៅមានមុខរបរនិងប្រាក់ចំណូលដូចគេហើយឬនៅមនុស្សភាគច្រើនធ្វើតាមគេទាំងដែលមិនស្គាល់គេហើយនឹងមិនដឹងថាអ្វីដែលខ្លួនធ្វើនោះវាស័ក្តិសមឬអត់ការពិតទង្វើខាងលើនេះគឺជាទង្វើរបស់អ្នកមានហើយគេមានលុយពេញតែឃ្លាំងគេមានមុខរបរគេមានស្ថិរភាពមានចំណូលទៀងទាត់ទៅហើយយើងមិនត្រូវធ្វើតាមតតែសោះចំពោះទង្វើបែបនេះអ្វីដែលយើងត្រូវតែធ្វើតាមគឺគេប្រឹងរកឲ្យដូចគេហើយត្រូវមើលឲ្យធ្លុះទៅដល់អានកំបាំងខាងក្រោយខ្នងមុនពេលដែលគេចាយលុយធំធំហាក់បីដូចជាមិនស្ពាយឬក៏មិនស្ដាយបែបនេះគឺគេធ្លាប់បានប្រឹងរករហូតដល់គេមានបានទៅហើយដំរីជុះច្រើនដោយសារនៅក្នុងពោះមានអាចច្រើនមានន័យថាអ្នកដែលមានឬក៏អ្នកដែលចាយដែលធំដោយសារនៅក្នុងឃ្លាំងរបស់គេគឺមានទ្រព្យច្រើនណាស់ហើយចំណែកដែលអ្នកដែលក្នុងពោះមានអាចតិចហ្នឹងគឺប្រឹងជុះដោយដំរីប្រយ័ត្នធ្លាយពោះវៀនទៅហើយអ្នកក្រប្រឹងចាយដោយអ្នកមានប្រយ័ត្នលៀនភ្នែករត់ចាយថ្ងៃស្អែកក៏ក្រចូលមកដល់បើសិនជាយើងចាយថ្ងៃនេះថ្ងៃស្អែកនឹងក្រចូលមកដល់បើមិនប្រឹងរកទេច្បាស់ជាដាច់ពោះស្លាប់ខានអ្នកក្រប្រឹងជុះតាមដំរីជុះអ្នកមានប្រឹងរកដូចដំរីស៊ីមានអត្ថបទមួយគេនិយាយទៀតថាការលេងល្បែងស៊ីសទាក់ទងទៅនឹងការចាក់ឆ្នោតអ្នកដែលប្រាថ្នាការមានតាមផ្លូវកាត់គឺលេងឆ្នោតតែងតែខ្ចាត់រត់វិញ្ញាអន្តរាយមិនមានបានស្ថិតថេរអ្វីទៅកើតនោះទេអ្នកដែលចាក់ឆ្នោតរំពឹងថាត្រូវរន្ទះបាញ់ខាត់ដងច្រើនណាស់ជននេះគឺភ្លឺផងនំផងឈួតផងឆ្នោតគឺមានលេខច្រើនណាស់ហើយគេឲ្យចេញតែមួយលេខតើថ្ងៃណាទៅត្រូវលក់អស់ស្រូវដីស្រែនិងផ្ទះសម្បែងទីក៏មិនត្រូវផងការដេកបន់ឲ្យយល់សុបិនគឺជារឿងលប់សតិព្រោះស្ដាយលេខស្ដាយលុយអ្នកណាហ៊ានបន្ថយច្បាស់ជាសោកស្ដាយនិងខ្សែទ្រាំជាមិនខានសូមបញ្ជាក់សូមបញ្ឈប់ភាពឆោតល្ងងនិងលុយឆ្នោតលេងនឹងផ្លូវកាត់ត្រឹមនេះចោះបើសិនជាមិនចង់ក្ររហៀមហាមខ្លាចទៅជាជនអន្តពាលដែលត្រូវបានសង្គមតេះដៀនយ៉ាងថោកទាបនោះទេសូមដកខ្លួនឲ្យឆ្ងាយទៅអ្នកលេងឆ្នោតអត់បដោតធ្វើការងារទេព្រឹកឡើងស្វះស្វែងរកគ្នាជួបជុំប្រគំកាត់ការយល់សមពួកគេកាត់ស្មានឲ្យទៅជាលេខឆ្នោតឲ្យជាសំណុំហើយនាំគ្នាចាក់យ៉ាងកាក់កាយដល់ទៅថ្ងៃឡើងម្នាក់នាំគ្នាភ័យផងអរផងអារម្មណ៍ញាប់ញ័ររុញច្រានបុកពោះឬរកធ្វើការងារអ្វីក៏កើតថ្ងៃឡើងលទ្ធផលចិត្តមកដល់នាំគ្នាទៀងទៅជាស្រាប់តែមេស៊ីអស់ស្ងាត់មាត់ឈឹងបានត្រឹមតែសោកស្ដាយនៅក្នុងចិត្តបន់ស្រន់ឲ្យឆាប់នឹងរួមសួរឲ្យដេកយកសុបិនទៀតពួកគេធ្វើបែបនេះជារឿយៗគ្មាននរណានិយាយស្ដាប់ឡើយរហូតដល់រលាយទ្រព្យខ្ជុលការងារក៏ខាតទ្រព្យសម្បត្តិក៏អន្តរាយពីប្តីស្រីក៏កាត់ឡើងពេញខួរក្បាលអ្នកឈ្នះគឺពេឆ្នោតអ្នកចេញគឺកូនឆ្នោតអ្នកចាក់ឆ្នោតអ្នកចាក់តែចាញ់ហើយអ្នកចាញ់ដោយក្តីមួម៉ៅមិនអស់ចិត្តហើយអាចកើតទៅជាវិបត្តិនៅក្នុងគ្រួសារណាមួយខ្មាស់គេណាមួយស្ដាយគេណាមួយក៏ជំពាក់គេផងដែរ
អ្នកលេងឆ្នោតគឺបើសិនជាទុកជាថាសំណាងល្អក៏ចាក់ត្រូវបានប្រាក់ក៏ដោយក៏ប្រាក់ឆ្នោតនោះក៏មិនមែនជាប្រាក់ថ្លៃថ្នូរដែរពីព្រោះមិនមែនជាប្រាក់ដែលកើតចេញពីការតស៊ូវាគឺជាប្រាក់ដែលបានមកពីការផ្សងព្រេងហេងសូយប៉ុណ្ណោះបើត្រូវគឺខ្ទោកទាពេញទៅភូមិកាលខុសគឺជាផ្សារនៅក្នុងចិត្តតែម្នាក់ឯងស្ងាត់ជ្រាបដោយចោលលុយសេះតែម្ដងអ្វីដែលបានមកដោយងាយតែគ្មានន័យខ្លឹមសារទេថ្ងៃនេះបានយើងថ្ងៃក្រោយបានគេបាន1លានដងយើងបានតែម្ដងកាន់តែលេងកាន់តែចាញ់កាន់តែច្រើនកាន់តែវង្វេងលេងយូរទៅក៏នឹងអស់គ្រប់យ៉ាងអស់ខ្លួនអស់គេអស់យុះអស់តម្លៃអស់ទ្រព្យអស់ជីវិតបុគ្គលដែលប្រាថ្នាការមានបានមិនត្រូវលេងឆ្នោតឬក៏ចាក់អត់ឆ្នោតនោះទេត្រូវខំលេងយកកម្លាំងព្រឹកឡើងស្រាងក្រោកធ្វើការងារឲ្យខ្លាំងបំផុតបានប្រាក់ខំសន្សំខំវិនិយោគឬក៏បង្កើតប្រាក់សូមបង្កើតប្រាក់ដោយកណ្ដាប់ដៃកុំបង្កើតប្រាក់ដោយសារតែការយកសុបិនការចាក់ឆ្នោតអ្នកលេងឆ្នោតគឺជាមនុស្សដែលឆោតអ្នកលេងឆ្នោតគឺរមែងអន្តរាយ